រឿងវេទមន្តអ្នកចម្បាំងស្រមោលខ្មៅ The Shadow Maker and the Light Warriors ភូមិមរកតជាភូមិមួយដែលមានមនុស្សរស់នៅសប្បាយរីករាយមានទាំងចាស់ទាំងក្មេងដែលនៅក្នុងភូមិនេះមានបុរសម្នាក់និងនារីម្នាក់ដែលពួកគេមានថាមពលពិសេសបុរសម្នាក់នេះឈ្មោះចនហើយនារីម្នាក់នេះឈ្មោះលីណាចនមានថាមពលពិសេសពណ៌ទឹកសមុទ្រថាមពលនេះទទួលបានពីឪពុករបស់គេថាមពលនេះអាចកម្ចាត់សត្វសាហាវអសុរកាយនិងពុកព្រាយទាំងឡាយចំណែកលីណាមានថាមពលភ្លើងថាមពលនេះមានអនុភាពខ្លាំងក្លាណាស់ដែលមើលទៅដូចជាអំណាចព្រះអគ្គីថ្ងៃមួយភូមិរបស់លីណានិងចនបានមានអភូតហេតុចម្លែកមួយដែលមើលទៅលើមេឃមានព្រះច័ន្ទនិងពន្លឺខ្មៅងងឹតសភាពភូមិមើលទៅស្ងាត់ខុសប្លែកពីរាល់ដងហាក់ដូចជាមានរឿងអ្វីឲ្យដំណឹងមុននឹងរៀបកើតឡើងមិនយូរប៉ុន្មានហ្វូងសត្វស្រមោលអសុរកាយបានលេចមុខឡើងអុកលុកអ្នកភូមិមរកតដែលធ្វើឲ្យអ្នកភូមិរបស់គេរត់ខ្ចាត់ខ្ចាយពាវពេញភូមិបែកកូនបែកចៅភ្លាមនោះចនបានភ្ញាក់ឡើងជាមួយនឹងកម្លាំងពិសេសរបស់គេហើយក៏បានមើលទៅកម្លាំងនោះហើយនឹងនិយាយថាយើងខានប្រើឯងរយៈពេលយូរហើយពេលនេះដល់ពេលហើយដែលត្រូវបញ្ចេញកម្លាំងនេះសារជាថ្មីចនពិតជាជឿជាក់ក្នុងការការពារភូមិរបស់គេពីការអុកលុករបស់កាពូតអសុរកាយលីម៉ាវិញក៏ដូចគ្នាពន្លឺរបស់នាងក៏បានលេចឡើងដូចគ្នាមើលទៅដូចជាមានឫទ្ធិអំណាចខឹងសម្បានឹងពួកស្រមោលព្រៃនោះណាភ្លាមនោះលីណានិងចនបានមកជួបគ្នានិងនិយាយពីវិធីក្នុងការកម្ចាត់ស្រមោលទាំងនោះពួកគេបានសម្លឹងមុខគ្នាដោយភាពជឿជាក់ពេលនោះពួកគេបានបំបែកផ្លូវគ្នាដែរចនបានដោតចូលមកក្នុងព្រៃនេះម្នាក់ឯងមើលទៅដូចជាមានសភាពស្ងប់ស្ងាត់គួរឲ្យខ្លាចភ្លាមនោះស្រាប់តែមានជារុក្ខទេវតាទីមួយដែលមើលទៅរូបរាងដូចជាមនុស្សពាក់កណ្ដាលនាងមានឈ្មោះថាមូសាជារុក្ខទេវតាដែលរស់នៅក្នុងព្រៃនេះយូរណាស់មកហើយនាងក៏បានសួរនាំអំពីបញ្ហារបស់ចនរួចហើយបានប្រាប់ផ្លូវចនក្នុងការធ្វើដំណើរទៅរកស្រមោលនោះនេះជាមេតុំរបស់ស្រមោលខ្មៅទាំងអស់នោះដែលបានចូលមកអុកលុកញាក់ភូមិវារស់នៅកំពូលភ្នំពណ៌ស្វាយមើលទៅគួរឲ្យខ្លាចដែរពោពេញទៅដោយផ្សែងខ្មៅលីណានិងចនបានដើរស្វែងរកស្រមោលនោះដែលក្នុងព្រៃនោះពោពេញទៅដោយផ្សែងអោបជាច្រើនសឹងតែមើលគ្នាមិនឃើញស្រមោលខ្មៅនោះបាននៅក្រោយពួកគេនិងព្យាយាមដើរតាមពួកគេតែលីណានិងចនមិនបានចាប់អារម្មណ៍មួយសន្ទុះស្រមោលនោះក៏បានបាត់ខ្លួនទៅរកទៅវិញបន្ទាប់មកក្រុមស្រមោលខ្មៅបានបង្ហាញខ្លួនហើយប្រយុទ្ធជាមួយលីណានិងចនយ៉ាងខ្លាំងពួកគេបានប្រាំហិទ្ធិរិទ្ធរៀងខ្លួនដើម្បីតស៊ូជាមួយពួកស្រមោលខ្មៅនេះស្រមោលខ្មៅព្យាយាមចូលមកជិតលីណាតែដោយសារតែកម្លាំងលីណាខ្លាំងនោះវាមិនអាចប៉ះពាល់លីណាបានទេចូលមកខ្ទាតចិនតែម្ដងមិនយូរប៉ុន្មានមេតួស្រមោលខ្មៅនោះបានបង្ហាញខ្លួននៅពីក្រលីណានិងចនពេលនោះពួកគេភ្ញាក់ខ្លាំងស្រមោលនោះមិនទាន់ចង់ប្រយុទ្ធជាមួយទេវាគ្រាន់តែមកសាកល្បងអារម្មណ៍របស់ពួកគេតែប៉ុណ្ណោះរួចវាក៏ចាក់ចេញទៅពេលនោះស្រមោលខ្មៅបានមកអុកលុកពួកគេជាថ្មីម្ដងទៀតពួកគេពិបាកតស៊ូជាមួយស្រមោលទាំងអស់នោះណាដោយសារតែនៅលើស្ពានដូច្នេះពួកគេក៏ព្យាយាមរត់ទៅរកកន្លែងដែលមានសុវត្ថិភាពលុរត់បានបន្តិចមេតបស្រមោលខ្មៅបានបញ្ជូនទ័ពចចកខ្មៅជាច្រើនមកធ្វើបាបលីណានិងចនពួកគេក៏បានព្យាយាមតស៊ូជាមួយនឹងចចកនោះដោយភាពជឿជាក់បន្ទាប់មកលីណាបានកញ្ចាត់ចចកនោះដោយប្រើវេទមន្តអគ្គីរបស់នាងដែលមានអំណាចភ្លើងខូខៅដុតកំឡោចហ្វូងចចកនោះយ៉ាងសន្ធោសន្ធៅចនវ៉ាន់ក៏ដូចគ្នាគាត់បានប្រើវេទមន្តគុសមុទ្ររបស់គាត់កញ្ចាត់ហ្វូងសត្វចចកនោះសត្វចចកមិនអាចប្រយុទ្ធជាមួយពួកគេបានទេចូលមកមាត់ដោយភ័យម៉ងដោយសារតែឫទ្ធិអំណាចរបស់ចនខ្លាំងក្លាមេតបស្រមោលខ្មៅនៅលើតំបន់កំពូលភ្នំគេមើលទៅហាក់បីដូចជាខឹងសប្បាយយ៉ាងខ្លាំងដែលកងទ័ពរបស់គេត្រូវបានលីណានិងចនកញ្ចាត់គ្មានសល់លីណានិងចនបានព្យាយាមឡើងទៅលើកំពូលភ្នំនោះវាមើលទៅគ្រោះថ្នាក់និងមានឧបសគ្គខ្លាំងតែទោះជាយ៉ាងណាពួកគេមិនបោះបង់ទេដើម្បីអ្នកភូមិរបស់ពួកគេទាំងអស់កន្លែងរស់នៅរបស់មេតបស្រមោលខ្មៅមើលទៅហាក់បីដូចជារង្វង់ Black Hole ចង់វាពិតជាគួរឲ្យខ្លាចបន្ទាប់មកមេតបស្រមោលខ្មៅនោះបានបង្ហាញខ្លួនជាថ្មីម្ដងទៀតដើរមករកពួកគេដោយកំហឹងលីណានិងចនបានប្រយុទ្ធជាមួយវល័យអសូកាយនៅតាមផ្លូវវាមើលទៅមិនអន់ទេតែពួកគេនៅតែតស៊ូកម្ចាត់តតែជោគជ័យមិនយូរប៉ុន្មានមេតបស្រមោលខ្មៅនោះបានចេញមកប្រយុទ្ធជាមួយពួកគេលីណាបានរួមកម្លាំងជាមួយចនកម្លាំងសាមគ្គីនេះពេលពួកគេបានរួបរวมហើយគ្មានអ្វីអាចយកឈ្នះពួកគេបានទេជាកម្លាំងពិសេសរបស់ពួកគេដុតទៅលើស្រមោលនោះវាមើលទៅពិតជាអស្ចារ្យមែនទែន
អំណាចភ្លើងបានបុកផ្តាំងថ្មធ្វើឲ្យបែកបាក់ថ្មកម្លាំងទាំងពីរបានផ្ទុះបែកចេញពីគ្នាដោយសារតែកម្លាំងមហាសាលប៉ះគ្នាពេលនោះកម្លាំងភ្នែកបន្ទោរបស់ចននិងអំណាចភ្លើងរបស់លីណាបានប្រយុទ្ធផ្អើលឋានទេវតាដែលធ្វើឲ្យមេតបស្រមោលខ្មៅនោះបែកក្អោតផ្លោងចេញហើយក៏បានបាត់បង់ជីវិតចេញពីលោកាបន្ទាប់ពីនោះភូមិមរកតបានត្រឡប់មករកភាពរីករាយដោយការពីមុនវិញហើយប្រជាជនសប្បាយអ៊ូអរគោរពធ្វើពិធីអបអរសាទរដឹងគុណចំពោះវីរបុរសវីរនារីកនឹងភូមិលីណានិងចនបានក្លាយទៅជាហេរ៉ូការពារទឹកដីភូមិមរកតតាំងពីពេលនោះមក